អាយុដំអភិសន្តិបណ្ឌិតសសុខាលើកទឹកចិត្តកម្មករជាង 7,000 នាក់ក្នុងខេត្តព្រៃវែងជ្រោមជ្រែងថែរក្សារោងចក្រសហគ្រាសទាំង 209 កន្លែងឲ្យបានជោគជ័យទាំងអស់គ្នាអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានសម្ដែងការអបអរសាទរនៅក្តីមោទនៈចំពោះវឌ្ឍនភាពវិស័យការងារក្នុងខេត្តព្រៃវែងដែលមកដល់បច្ចុប្បន្នមានរោងចក្រសហគ្រាសសរុប 209 កន្លែងបានកំពុងផ្ដល់ឱកាសការងារដល់កម្មករនិយោជិតចំនួន 7,554 នាក់អាយុដំអភិសន្តិបណ្ឌិតបានលើកទឹកចិត្តកម្មករនិយោជិតទាំងអស់ខិតខំបំពេញការងារឲ្យបានល្អក្នុងន័យចូលរួមជួយជ្រោមជ្រែងថែរក្សារោងចក្រសហគ្រាសឲ្យមានភាពរីកចម្រើនទាំងអស់គ្នាក្នុងឱកាសអបអរសាទរនៅលើកទឹកចិត្តនេះបានធ្វើឡើងក្នុងឱកាសអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីជួបសម្ដែងសម្ដាននៅពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិតរោងចក្រសហគ្រាសក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី 140 នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ 2026 នៅក្រុមហ៊ុន Orange Manufacturing ខ្មែរស្រុកកំចៃមាសខេត្តព្រៃវែងអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី 7 នៃរដ្ឋសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការតាក់ទាញវិនិយោគដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិបង្កើតសហគ្រាសក្រុមហ៊ុនរោងចក្រនិងបង្កើនឱកាសការងារជូនពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានមហិច្ឆតាខ្ពស់ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែងនិងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្នដើម្បីនាំមកនូវសេចក្តីសុខសេងសាន្តនិងវិបុលភាពជូនពលរដ្ឋគ្រប់រូបថែមទៀតផងអាយុដំអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ទៀតថារាជរដ្ឋាភិបាលបានបដិញ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈកែលម្អលក្ខខណ្ឌការងារនិងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈក្រោមបើវិជ្ជាសហគ្រាសមួយជាសហគមន៍សុខសាន្តមួយជាក់ស្ដែងក្នុងរយៈពេល2ខែដើមឆ្នាំ 2026 នេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC បានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប 105 គម្រោងក្នុងទំហំទុនវិនិយោគសរុបប្រមាណ $966 លានអាមេរិកដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋទូទាំងប្រទេសអាយុដំអភិសន្តិបណ្ឌិតសសុខាក៏បានផ្ដល់អនុសាសន៍ដល់ម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសនិងកម្មករនិយោជិតទាំងអស់ផ្ដោតលើការពង្រឹងសុខដុមនីយកម្មនៅកន្លែងធ្វើការដោយជំរុញឲ្យនិយោជកនិងកម្មករសហការគ្នាបង្កើតបរិយាកាសដូចគ្រួសារមានការយោគយល់និងសន្តិសុខល្អភាគីទាំងអស់ត្រូវគោរពច្បាប់ការងារនិងដោះស្រាយវិវាទតាមយន្តការផ្សះផ្សាដោយសន្តិវិធីដើម្បីរក្សាស្ថិរភាពផលិតកម្មកម្មករត្រូវអភិវឌ្ឍជំនាញនិងទទួលបានបច្ចេកវិទ្យាថ្មីៗខណៈនយោជកនិងរដ្ឋបន្តលើកកម្ពស់ប្រព័ន្ធ Digital ក្រៅពីនេះអាយុដំក៏បានណែនាំឲ្យយកចិត្តទុកដាក់លើសុខុមាលភាពនិងសុវត្ថិភាពដោយបង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងព្រមទាំងលើកកម្ពស់សុខភាពកម្មករចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះជាប់ជាប្រចាំនៅតាមមូលដ្ឋានស្ដាប់និងដោះស្រាយបញ្ហាពលរដ្ឋដោយស្មារតីសាមគ្គីភាពខណៈកម្មករវិញត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឲ្យចូលរួមក្នុងចលនាផ្សេងនិងប្រុងប្រយ័ត្នខ្ពស់អំពើឆបោកនិងសកម្មភាពខុសច្បាប់នានាក្នុងករណីសង្ស័យត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត